បន្ទាប់ពីបំណុលត្រូវបានរំដោះខ្ញុំគិតថាព្រះពរបានចប់ហើយតែព្រះអង្គបានផ្ញើគូជីវិតមកឲ្យខ្ញុំដោយវិធីដែលខ្ញុំមិននឹកស្មានដល់សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីព្រះអង្គបានរំដោះខ្ញុំចេញពីបំណុលខ្ញុំគិតថាប្រហែលជាព្រះពរបានបញ្ចប់ត្រឹមតែប៉ុណ្ណោះតែព្រះអង្គនៅមានព្រះពរដ៏អស្ចារ្យមួយទៀតដែលខ្ញុំមិននឹកស្មានដល់បន្ទាប់ពីបងប្អូនរួមជំនឿជួយអធិដ្ឋានឲ្យខ្ញុំក៏បានទទួលព្រះពរនៃគូជីវិតដែលមកពីព្រះមុនពេលនោះប្រហែល1ខែបងប្អូនរួមជំនឿបានសួរខ្ញុំថាប្អូនចង់មានគ្រួសារម្ដងទៀតទេខ្ញុំឆ្លើយយ៉ាងសាមញ្ញថាបើមានមនុស្សល្អខ្ញុំនឹងទទួលយកពីថ្ងៃនោះមកពួកគាត់ក៏ជួយអធិដ្ឋានឲ្យហើយខ្ញុំផ្ទាល់ក៏អធិដ្ឋានដែរ1ខែក្រោយមកស្រាប់តែខ្ញុំបានជួបមនុស្សម្នាក់ដែលបន្ទាប់មកបានក្លាយជាស្វាមីរបស់ខ្ញុំដោយមិនគួរឲ្យជឿសោះរឿងនេះចាប់ផ្ដើមពីអាជីវកម្មជួលឡានមានថ្ងៃមួយមិត្តរួមការងារម្នាក់បានទូរស័ព្ទមកសួរខ្ញុំថាបងត្រូវការជួលឡានទេខ្ញុំសប្បាយចិត្តណាស់តែប្រាប់គាត់ថាខ្ញុំកំពុងនៅខេត្តសៀមរាបស្អែកទើបត្រឡប់ទៅវិញតើគេចាំបានទេគាត់ឆ្លើយថាមិនអីទេគេចាំបានតាមពិតទៅបើជាការជួលធម្មតាគេមិនចាំទេតែថ្ងៃនោះគឺខ្ញុំត្រូវយកឡានខ្ញុំទៅដូរជាមួយនឹងឡានរបស់គាត់នៅថ្ងៃសៅរ៍ទី22ឆ្នាំ2020គឺជាថ្ងៃដែលខ្ញុំបានស្គាល់ប្តីខ្ញុំនៅផ្ទះចិនជួលឡានបូរីពិភពថ្មីជុវ៉ា2ពួកយើងជួបគ្នានិយាយតែរឿងការងារធម្មតាមិនបានគិតអ្វីលើសពីនេះទេព្រោះពួកយើងខុសវ័យគ្នាច្រើនណាស់ពេលនោះខ្ញុំអាយុ35ឆ្នាំគាត់អាយុ23ឆ្នាំខុសគ្នារហូតដល់12ឆ្នាំបើមើលតាមភ្នែកមនុស្សវាហាក់ដូចជាមិនអាចទៅរួចតែបើមើលតាមផ្លូវព្រះគាត់គឺជាមនុស្សដែលព្រះអង្គប្រទានមកដើម្បីមើលថែខ្ញុំចុងក្រោយពួកយើងបានក្លាយជាប្តីប្រពន្ធនៅថ្ងៃទី8ខែកក្កដាឆ្នាំ2021បងប្អូនគិតមើលស្ត្រីមេម៉ាយម្នាក់មានកូន2អាយុច្រើនជាងជួបបរិះនៅលាវជាបុគ្គលិកធនាគារហើយមានអាជីវកម្មជួលឡានដូចគ្នាទៀតនេះមិនមែនជារឿងចៃដន្យទេនេះគឺជាព្រះគុណអេពីសូត6នេះខ្ញុំនិយាយអំពីប្រវត្តិស្នេហារបស់ខ្ញុំនិងស្វាមីវាជារឿងពិតហើយជាសក្ខីភាពមួយអំពីព្រះពរដែលមកពីព្រះហើយពេលនោះផងដែរមានបទចម្រៀងមួយហាក់ដូចតែងមកសម្រាប់ពួកយើងគឺបទលងស្នេហ៍ប្រុសក្មេងបងប្អូនអើយព្រះពរនៅមិនទាន់ចប់ទេខ្ញុំនឹងបន្តចែករំលែកនៅអេពីសូត7សូម Subscribe Channel YouTube ខ្ញុំនឹងចែករំលែករឿងជាច្រើនទៀតដែលសុទ្ធតែជារឿងពិត Original របស់ខ្ញុំសូមអរគុណ